បាទនេះជាសកម្មភាពបាទបងជន់បាទជាកសិករដែលប្រើប្រាស់ជាមួយនឹងជីបាទសរីរាង្គកាយជរត់បាញ់បំពន់បាទបូកជាមួយនឹងជីត្រីកោណ632បាទនេះគឺបាញ់វគ្គទី3ពុកម៉ែបងប្អូនបាទហើយស្រូវនេះគឺជាស្រូវពូជបាទសែនក្រអូបបាទ01បាទស្រូវនេះគឺមានបញ្ហាបាក់តេរីស្លឹកបន្តិចប៉ុន្តែគាត់បានបាញ់កែព្យាបាលរួចរាល់ហើយបានរយៈពេល5ថ្ងៃហើយថ្ងៃនេះចាប់ផ្ដើមបាញ់បំពន់ទៅលើស្លឹកបាទជាវគ្គទី3បាទ